ចាំមើលរបស់ដែលខ្ញុំកំពុងតែស្វែងរកគួរតែនៅទីនេះហើយវានៅនេះតើនេះវាគ្មានពណ៌ហើយនឹងគ្មានក្លិនបន្ទាប់ពីរំលាយចូលទៅក្នុងខ្លួនទៅវាគឺបំបាំងកាយបាត់តែម្ដងថ្នាំសម្លាប់សត្វល្អិតនេះវាងាយស្រួលក្នុងការបំពុលអ្វីមួយដែលយើងចង់សម្លាប់ណាស្រមៃធ្វើឲ្យអ្នកមានក្តីសុខទោះបីជាពួកគេមិនមែនជាមនុស្សល្ងងទាំងអស់ក៏ដោយប៉ុន្តែឈិនលីយូហើយនឹងលីជៀនគេប្រកាសជាមើលឃើញពីបំណងរបស់ខ្ញុំមិនខានទេគ្រាន់តែតម្លៃដែលខ្ញុំផ្ដល់ឲ្យគេគឺឈ្នះទៅលើចិត្តគេរួចទៅហើយឥឡូវនេះខ្ញុំទៅតែស្វែងរកមេដឹកនាំមួយណាដែលប្រឆាំងជំទាស់ជាមួយនឹងខ្ញុំដើម្បីបំផ្លាញគេមុនដូច្នេះតើយើងគួរតែធ្វើយ៉ាងម៉េចទៅបើមិនជាពួកគេដឹងខ្លួននៅមួយក្រុមនេះពួកគេដូចជាកាត់ដៃរបស់ខ្លួនឯងហើយលោតចូលទៅក្នុងដាតភ្លើងអញ្ចឹងទង្វើដែលពួកគេធ្វើនឹងឃើញក្នុងរយៈពេលភ្លាមនេះឯងវាគឺដូចជាបំផ្លាញមហាកំផែងអញ្ចឹងហើយក៏ដូចជាលីយីនឡុងសម្រាប់មេតបតាន់ដាវជីអញ្ចឹងអធិរាជបុរាណទាំងអស់នឹងធ្វើជាល្ងងខ្លៅបែបនេះនឹងទុកឲ្យមនុស្សទាំងនោះនៅតែឯងមិនខានទេអ្វីដែលឯងនិយាយពិតជាសមហេតុផលមែនយ៉ាងយីខ្ញុំល្ងងមែនប៉ុន្តែហេតុអីក៏ឯងឲ្យពួកគេធ្វើផ្សាយចំការទាំងអាកាសធាតុត្រជាក់បែបនេះមើលទៅដូចជាមិនទំនងទេវាប្រហែលជាមិនអាចបានជោគជ័យទេខ្ញុំគ្រាន់តែចង់ឲ្យពួកគេនឹងចំណាយកម្លាំងរបស់ពួកគេតែប៉ុណ្ណោះកំឡុងពេលដែលយើងកំពុងតែសម្រាកពួកគេនឹងធ្វើការវាគឺជានយោបាយឈ្នះរបស់ពួកយើងណាអូខ្ញុំយល់ហើយយ៉ាងយីគ្រួសាររបស់ពួកយើងអាចរស់បានឥឡូវនេះគឺពឹងផ្អែកទៅលើឯងហើយឥឡូវនេះទុកឲ្យខ្ញុំជាអ្នកណែនាំនឹងឲ្យពួកគេធ្វើតាមខ្ញុំទេខ្ញុំសូមអំបរតែសារអ្វីដែលខ្ញុំនិយាយនៅថ្ងៃនេះទុកជាការសម្ងាត់ផងទៅទុកឲ្យគម្រោងរបស់ពួកយើងដំណើរការទៅសិនហើយយើងនឹងមើលអ្វីដែលកើតឡើងបន្តមកទៀតទោះជាយ៉ាងណាក៏ដោយក៏យើងមិនត្រូវមើលតែសត្រូវនៅខាងក្រៅដែរយើងក៏គួរតែមើលសត្រូវនៅខាងក្នុងផងដែរពីព្រោះថាអាចនឹងមានជនបង្កប់នៅក្នុងអគាររបស់យើងផងណាបងមកវិញហើយតាលទ្ធផលយ៉ាងម៉េចហើយតាក់ទងជាមួយនឹងរឿងចរចានោះបងតើអូនឯងកំពុងតែចង់ដឹងរឿងអីឥឡូវហ្នឹងនៅថ្ងៃខាងមុខយើងនឹងដំណើរការដូចនេះកំឡុងពេល2-3ថ្ងៃនេះអូនគួរតែនៅផ្ទះជាដំបូន្មានរបស់បងកុំចេញទៅណាឲ្យសោះបន្ទាប់ពីមួយរយៈពេលក្រោយមកបញ្ហាទាំងអស់នោះវានឹងត្រូវដោះស្រាយដោយខ្លួនឯងមិនខានទេថ្ងៃបន្ទាប់វាមើលទៅដូចជាយឺតបន្តិចហើយនៅពេលដែលយើងមានការជួបជុំបែបនេះអ្នកចិត្តខាងយើងខានអ៊ូអអចឹងយូរហើយតាំងពីពេលមានព្យុះព្រិលនេះមកតោះពួកយើងចាប់ផ្ដើមធ្វើការលឿនឡើងមេដឹកនាំរបស់យើងបានប្រាប់ថាបើមិនជាយើងធ្វើការបានច្រើនយើងក៏ទទួលបានអាហារបានច្រើនដែរត្រូវហើយឥឡូវដល់ពេលធ្វើការហើយតោះចាប់ផ្ដើមយកបទពិសោធន៍ជីវិតធ្វើជាកសិករទាំងអស់គ្នាទៅខ្ញុំសង្ឃឹមថាយើងនឹងមានអនាគតមិនខានទេអ្នកជិតខាងរបស់យើងឥឡូវមានសន្តិភាពហើយពួកយើងមិនចាំបាច់ត្រូវឆ្លោះគ្នាតទៅទៀតទេឥឡូវនេះយើងកំពុងតែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃហើយឈីឆាកាប់ទៅពួកយើងនាំគ្នាកាប់ទៅលឿនឡើងតើមើលថាពួកគេធ្វើការដល់ណាហើយហេហ្វាំងយីឥឡូវនេះឯងចេញមកក្រៅដើម្បីទៅរកសម្ភារៈផ្គត់ផ្គង់និងអាហារមែនតើឯងអាចដោះស្រាយរឿងទាំងអស់នេះតែឯងបានដែរទេបើមិនជាឯងមិនអាចដោះស្រាយបានទេខ្ញុំអាចទៅជាមួយឯងបានណាមិនអីទេកុំភ្លេចថាខ្ញុំមានម៉ូតូជិះលើតកកណាខ្ញុំនឹងដោះស្រាយវាឲ្យបានទោះជាមានបញ្ហាលំបាកយ៉ាងណាក៏ដោយអ្នកទាំងអស់គ្នាចាំស្ដាប់ដំណឹងល្អពីខ្ញុំទៅហើយអ្នកទាំងអស់គ្នាដែលនៅខាងនោះកុំភ្លេចខំបង្ធ្វើការផងនៅពេលដែលខ្ញុំត្រឡប់មកវិញខ្ញុំនឹងឆែកមើលថាដំណើរការដល់ណាហើយ
បើសិនជាការងារមិនទាន់ចប់ល្អទេនៅពេលដែលខ្ញុំត្រឡប់មកវិញនឹងគ្មានម្ហូបសម្រាប់ចែកឲ្យអ្នកទាំងអស់គ្នាទេណា ខំប្រឹងឡើងពួកយើងខំប្រឹងឡើងឆ្ងល់ដែរថាមួយហ្នឹងវាយកម៉ូតូទៅទុកណាខ្ញុំបានព្យាយាមរកជុំវិញហ្នឹងអស់ហើយតែរកមិនឃើញសោះ អញ្ចឹងវត្ថុនេះគឺគេហៅថាម៉ូតូតកកវាមិនមែនជាស្គីមអលទេ ចាំមើលរបស់ដែលខ្ញុំកំពុងតែស្វែងរកគួរតែនៅទីនេះហើយវានៅនេះតើនេះវាគ្មានពណ៌ហើយនឹងគ្មានក្លិនបន្ទាប់ពីរំលាយចូលទៅក្នុងខ្លួនទៅវាគឺបំបាំងកាយបាត់តែម្ដងថ្នាំសម្លាប់សត្វល្អិតនេះវាងាយស្រួលក្នុងការបំពុលអ្វីមួយដែលយើងចង់សម្លាប់ណាមើលទៅចំនួននៃថ្នាំពុលទាំងអស់នេះប្រហែលជាអាចសម្លាប់មនុស្សបាន300នាក់ដោយគ្មានបញ្ហាទេហើយណាមួយទៀតថ្នាំពុលទាំងអស់នេះវាមិនអាចបរាជ័យបានទេដោយសារតែឥឡូវនេះគឺគ្មានការព្យាបាលអ្វីឡើយវាប្រហែលជាត្រូវចំណាយពេល15នាទីដើម្បីឲ្យជាតិពុលទាំងអស់នោះមានប្រសិទ្ធភាពដំបូងឡើយយើងគួរតែកម្ចាត់អ្នកយាមជាមុនសិនបន្ទាប់មកទៀតយើងអាចដាក់ថ្នាំកណ្ដុរនេះចូលទៅក្នុងម្ហូបអាហារដែលគេរៀបចំដោយគ្មានអ្នកណាគេដឹងទេចាំស្វែងរកមើលឱកាសណាដែលល្អដើម្បីកម្ចាត់ពួកគេម្ដងទាំងអស់តែម្ដងជិតដល់ពេលហើយនៅពេលដែលពួកគេគ្មានសម្លៀកបំពាក់រងាហើយនឹងអាហារហើយពួកគេធ្វើការរយៈពេលយូរទៀតពួកគេប្រកាសជាអស់កម្លាំងហើយនឹងស្រែកឃ្លានខ្លាំងណាស់ខ្ញុំឆ្ងល់ណាស់ចាំមើលទៅពេលដែលខ្ញុំទៅដល់នៅថ្ងៃបន្ទាប់ពួកគេធ្វើការលំបាកហើយហត់ជាខ្លាំងហើយម្ហូបដែលខ្ញុំសន្យាបានផ្ដល់ឲ្យគេពួកគេមិនបានទទួលខ្ញុំឆ្ងល់ថាតើពួកគេអស់សង្ឃឹមហើយនឹងឈួតប៉ុណ្ណាទៅណាសៀងយីតើឯងបានយកម្ហូបទាំងអស់នេះមកពីណាហ្នឹងវាច្រើនណាស់ពួកយើងប្រហែលជាលែងអត់ឃ្លានទៀតហើយខ្ញុំបានទៅកន្លែងកាន់តែឆ្ងាយដើម្បីស្វែងរកវត្ថុទាំងអស់នេះក៏ប៉ុន្តែនៅពេលដែលខ្ញុំទៅកាន់តែឆ្ងាយនៅពេលដែលខ្ញុំត្រឡប់មកវិញវាក៏កាន់តែលំបាកដែរហើយនៅពេលបច្ចុប្បន្ននេះខ្ញុំក៏មានគ្រោះថ្នាក់ខ្លះៗដែរមែនហើយសៀងយីគឺគេផ្សងគ្រោះថ្នាក់រាល់ថ្ងៃដើម្បីចេញទៅរកម្ហូបឲ្យពួកយើងមែនហើយខ្ញុំយល់ស្របបើហ្វិនជាម៉ូតូនោះខូចនៅកណ្ដាលផ្លូវប្រកាសជាមានគ្រោះថ្នាក់ហើយមើលទៅពួកគេដូចជាឆ្លាតជាងមុនពេលនេះពួកគេនាំគ្នាមកម្ដងទាំងអស់តែម្ដងតោះចាប់ផ្ដើមពីអគារទី1មកមុនហើយនាំគ្នាមកម្ដងម្នាក់ដើម្បីយកម្ហូបណែយកទៅចាប់ពីពេលនេះទៅអ្នកទាំងអស់គ្នាអាចសម្រាកបានបន្តិចទៀតហើយពួកយើងទាំងអស់គ្នាមិនត្រូវដាក់អាវុធចុះទេពួកយើងទាំងអស់គ្នាត្រូវតែខំប្រឹងឡើងដើម្បីអនាគតរបស់ពួកយើងយោទាំងយីនិយាយត្រូវថ្ងៃនេះគឺជាថ្ងៃល្អសម្រាប់ពួកយើងទីបំផុតពួកយើងអាចធ្វើវាបានហើយពួកយើងលះបង់ហើយនឹងមានការឈឺចាប់ជាច្រើនតែទីបំផុតពួកយើងនៅតែអាចធ្វើវាបានអូខេអ្នកទាំងអស់គ្នាតោះលឿនឡើងឆាប់ត្រឡប់ទៅវិញទៅពួកយើងមានការងារត្រូវធ្វើនៅថ្ងៃស្អែកទៀតណាប្រាដល់ស្រាំងនិយាយត្រូវទីបំផុតពួកយើងអាចមានម្ហូបអាហារដ៏ល្អហើយថែមទាំងអាចគេងលក់បានដោយស្រួលទៀតតោះឆាប់ទៅផ្ទះទៅខ្ញុំពិតជាអស់កម្លាំងពេញមួយថ្ងៃហើយមើលទៅពួកគេប្រហែលជាមិនចាប់អារម្មណ៍ជាមួយនឹងម្ហូបគេទេទាំងយីម្ហូបខ្ញុំបានធ្វើហើយឥឡូវយើងអាចញ៉ាំវាបានតើលោកបានងុយទឹកហើយនៅមើលទៅស្ថានភាពវាមិនចំណាយពេលយូរទៀតទេនៅពេលណាដែលខ្ញុំអាចដោះស្រាយបញ្ហាទាំងអស់នេះបានហើយខ្ញុំនឹងអាចចាកចេញពីទីនេះដើម្បីស្វែងរកជីវិតថ្មីរបស់ខ្ញុំហើយ